ខ្ញុំឆ្ងល់ខ្លាំងមែនតើពេលដែលយើងទៅញ៉ាំអីនៅហាងចិនណាបន្លែរបស់គេគ្រាន់តែយកទៅអាំងក៏មានរសជាតិផ្អែមនិយាយទៅចេញមកគឺឆ្ងាញ់តែម្ដងជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកត្រឡប់ប្រេងខ្យងជាមួយនឹងកូនស្ពៃតឿនិយាយពីថាស្ពៃតឿនេះអូយខ្ចីល្អណាស់ប៉ុន្តែខ្ញុំទិញហើយគឺអត់បានឆាភ្លាមត្រឡប់ភ្លាមទេខ្ញុំទុកក្នុងទូទឹកកកមួយថ្ងៃពីរថ្ងៃដែរអញ្ចឹងពណ៌សម្បុរវារៀងអន់បន្តិចតែបើទិញភ្លាមគឺថាខ្ចីល្អខ្លាំងមែនតើការត្រឡប់ប្រេងខ្យងជាមួយស្ពៃតឿរបស់ខ្ញុំនេះគឺមុនដំបូងខ្ញុំយកស្ពៃតឿហ្នឹងទៅស្រុះវាសិនណាពុកម៉ែបងប្អូនដាំទឹកឲ្យពុះដាក់ខ្លាញ់ចូលបន្តិចជាមួយនឹងអំបិលក្នុងទឹកហ្នឹងហើយដាក់ស្ពៃតឿចូលទៅយើងត្រឡប់មកត្រឡប់ពីត្រឡប់បានហើយពីយើងស្រស់ហើយគឺខ្ញុំយកវាមកដាក់ជាមួយនឹងទឹកជារបស់យើងធម្មតាពុកម៉ែបងប្អូនហើយខ្ញុំដាក់ទឹកកកចូលថែមបន្តិចទៀតដើម្បីឲ្យស្ពៃរបស់យើងហ្នឹងវាមានរសជាតិស្រួយអត់ស្វិតណាពីយើងត្រាំស្ពៃអីចោលហើយយើងក៏មករៀបរាប់ជាមួយគ្រឿងរបស់យើងគឺមានខ្ទឹមសហើយនិងម្ទេសសម្រាប់ខ្ទឹមសម្ទេសគឺខ្ញុំហាន់លក្ខណៈបែបហ្នឹងពុកម៉ែបងប្អូនយើងត្រាំវាបានប្រហែលជា10នាទីអីហើយនាងខ្ញុំក៏បានស្រង់ស្ពៃតឿហ្នឹងចេញពីទឹកជាយើងមកដាក់ក្នុងកញ្ច្រែងដើម្បីឲ្យវាស្រស់ទឹកពុកម៉ែបងប្អូនសម្រាប់ស្ពៃនេះគឺយើងលាងវាហើយពីទឹកហើយបានយើងយកទៅស្រស់ពេលដែលយើងស្រស់ហើយយើងត្រាំទឹកហើយយើងធ្វើការលាងវាតាមទឹកពីទឹកអីទៀតបានហើយយើងច្របាច់វាមកល្មមទៅកុំច្របាច់វាខ្លាំងពេកតែសម្រាប់ស្ពៃនេះបើយើងច្របាច់ខ្លាំងក៏វាអត់បែកខ្ទេចអីទៅណាដែរម៉ែបងប្អូនពេលដែលយើងយកវាមកត្រឡប់ឆាយើងស្រស់វាសិនកុំឲ្យវាធំក្លិនទឹកហើយណាមួយកុំឲ្យវាចេញទឹកពីអាស្ពៃនឹងមកច្រើនពេកអានេះគឺខ្ញុំលាងទឹកអីស្អាតហើយខ្ញុំទុកវាឲ្យស្រស់ទឹកសិនណាពុកម៉ែបងប្អូនបន្ទាប់ពីស្រស់ទឹកហើយយើងធ្វើការយកខ្ទឹមសជាមួយម្ទេសរបស់យើងនឹងទៅរំលីងជាមួយខ្លាញ់ខ្ទឹមសនិងម្ទេសរបស់យើងនឹងគឺយើងអត់រំលីងវាឲ្យក្រហមឡើងអីពេកទេពុកម៉ែបងប្អូនរំលីងវាឲ្យតែរៀងឈ្ងុយមកគឺបានហើយបន្ទាប់ពីខ្ញុំរំលីងហើយខ្ញុំចាក់បន្លែស្ពៃតឿយើងចូលតែម្ដងពុកម៉ែបងប្អូននិយាយទៅវិធីធ្វើអត់មានអីពិបាកទេហើយបើនិយាយពីរសជាតិវិញណាគឺខ្ញុំឲ្យ10លើ10ពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំរបៀបសាច់អីច្រើនពេកងាកមកញ៉ាំបន្លែបែបនេះមកពុកម៉ែបងប្អូនធានាថាសុខភាពល្អហើយបានទាំងរសជាតិឆ្ងាញ់ទៀតពេលដែលខ្ញុំចាក់ស្ពៃតឿចូលហើយខ្ញុំក៏បន្ថែមគ្រឿងពុកម៉ែបងប្អូនគ្រឿងមានដូចជាប្រេងខ្យងហើយជាមួយនឹងរ៉ូឌីបន្ទាប់មកនាងខ្ញុំដាក់ជាមួយនឹងស្ករសថែមបន្តិចទៀតគ្រឿងយើងអត់យករសជាតិដិតទេពុកម៉ែបងប្អូនព្រោះការត្រឡប់បន្លែនេះគឺយើងយកទៅញ៉ាំជាមួយទឹកត្រីឬមួយក៏ទឹកម្រេចអីទៀតអញ្ចឹងណាអានេះខ្ញុំថែមជាមួយនឹងទឹកស៊ីអ៊ីវចិនបន្តិចទៀតពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ខ្ជិលធ្វើទឹកត្រីជ្រលក់ពីក្រៅថែមពុកម៉ែបងប្អូនគ្រាន់តែដាក់គ្រឿងឲ្យវារៀងចាស់ជាងនឹងបន្តិចទៅបានហើយមុខម្ហូបមួយមុខនេះមិនថាអ្នកសម្រក់គីឡូអ្នកដែលគាត់ញ៉ាំអាហារបែបសុខភាពគឺថាត្រូវ 100% ហ្មងញ៉ាំបែបនេះគឺថាបានទាំងសុខភាពបានទាំងសម្រស់ស្អាតហើយបានទាំងឆ្ងាញ់ទៀតឥឡូវមុខម្ហូបឆាប្រេងខ្យងត្រឡប់ជាមួយនឹងស្ពៃតឿរបស់យើងហ្នឹងគឺរួចរាល់ហើយពុកម៉ែបងប្អូនមើលតំណងអត់តោះអញ្ជើញញ៉ាំទាំងអស់គ្នាចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានថែសុខភាពទាំងអស់គ្នាណាអរគុណជំរាបលាបាយបាយ